បងប្អូនដឹងទេតើហេតុអ្វីសម្ពុតខ្លះកាត់ពាក់ហើយចង្កេះមិនស្អាតជាងដេរថ្មីសឹងតែ50%ដែលធ្វើខុសនៅត្រង់ចំណុចនេះកំហុសតូចមួយក៏ធ្វើឲ្យសម្ពុតបងប្អូនពាក់មិនសមតាមនឹងដែរដូច្នេះនៅក្នុងវីដេអូនេះអ្នកគ្រូព្យាយាមបង្ហាញមួយជាជំហានដើម្បីឲ្យបងប្អូនជាងដេរថ្មីគឺអាចធ្វើបានតោះចូលមើលទាំងអស់គ្នាជាមួយអ្នកគ្រូបង្ហាញពីរបៀបធ្វើចង្កេះសម្ពុតបត់ណាអញ្ចឹងសម្រាប់អានេះជាចង្កេះអ្នកខ្លះគេហៅថាកប្រុសអារឹងអាស្អិតណានេះគឺយើងអ៊ុតនៅផ្នែកខាងខុសនៃកណាត់របស់យើងហើយសម្រាប់កណាត់6ជប៉ុន6រងជើង6អ៊ីតាលីអីគឺយើងអ៊ុតបដោយរឹមយើងកាត់តុបភ្នែកម្លេចទាំងលើទាំងក្រោមមកត្រួតដាក់នៅលើកណាត់ត្រូវទល់ត្រូវតុបភ្នែកន្លះលេខតែខាងក្រោមទេក្រៅពីហ្នឹងគឺយើងកាត់ត្រឹមទាំងអស់យើងយកចំហៀងខាងណាមួយក៏បានដែរយើងគូសភ្នែឆ្វេងស្ដាំមកដើម្បីយើងតគ្នាអញ្ចឹងខាងលើនេះក៏យើងគូសខាងក្រោមនេះក៏យើងគូសដែរមុននឹងយើងដេរភ្ជាប់គ្នាគឺយើងមកខ្ទាស់បែបនេះសិនដើម្បីឲ្យវាស្មើគ្នាបន្ទាប់ពីយើងភ្ជាប់គ្នាទាំងលើទាំងក្នុងហើយគឺយើងអាចអ៊ុតបែកបានអញ្ចឹងហើយគឺយើងអាចមកដេរអាខាងលើនេះបានហើយប៉ុន្តែមុននឹងយើងដេរគឺយើងច្រឹបភ្នែប្រឆិតអញ្ចឹងសិនមកគឺយើងកុំដេរគៀកចង្កេះនឹងពេកគឺយើងកលៀតវា3លីមកកាត់វាចេញខ្លះទុកតែកន្លះលេខបន្ទាប់ពីយើងដេរទៅបានហើយបន្ទាប់មកទៀតគឺយើងលាត់ភ្នែមកខាងអត់មានចង្កេះសពុតណានេះអានេះខាងមានចង្កេះសពុតអានេះអាខាងអត់នេះហើយយើងសកិនវា1លីបែបហ្នឹងមកបន្ទាប់ពីយើងគូសហើយគឺយើងដេរចោះពីបិចដែលយើងគូសបាញ់មិញហ្នឹងមកជើងទាចំណែកឯខាងនេះវិញគឺយើងកាត់ទុកកន្លះលេខលើបន្តិចមានន័យថាស្មើនឹង6លីចាអញ្ចឹងសម្រាប់ធ្វើប៉ានចង្កេះសពុតបត់គឺរួចរាល់ហើយសម្រាប់បងប្អូនចង់ដឹងក្បួនអីផ្សេងទៀតអាចខមមិននៅខាងក្រោមបានយើងខ្ញុំសូមបង្ហាញពីសៀវភៅក្បួនកាត់សម្លៀកបំពាក់របស់នាងដែលមានច្រើនម៉ូដតាមតម្រូវការរបស់បងប្អូនសម្រាប់បងប្អូនដែលចង់ចេះកាត់សម្លៀកបំពាក់ដោយខ្លួនឯងបងប្អូនអាចសាក់លបងជាវសៀវភៅក្បួនកាត់សម្លៀកបំពាក់ពីកន្លែងនាងខ្ញុំបាន